ផ្នែកទី22នយោបាយនៅក្នុងប្រទេសកម្ពុជាក្រោយកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវឆ្នាំ1954 8ថ្ងៃក្រោយការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហនុបានតែងតាំងរដ្ឋាភិបាលមួយថ្មីដឹកនាំដោយលោកប៉ែននុតដដែលហើយដែលសមាជិកមួយចំនួននៃរដ្ឋាភិបាលមុនបានត្រូវដកចេញនៅក្នុងរដ្ឋាភិបាលនាថ្ងៃទី1ខែសីហាឆ្នាំ1954គេពុំឃើញមានឈ្មោះលោកញឹកជូឡុងទេភារកិច្ចខាងការពារប្រទេសដែលនៅក្នុងរដ្ឋាភិបាលលោកប៉ែននុតមុនបានត្រូវប្រគល់ទៅឲ្យលោកញឹកជូឡុងនិងលោកខឹមទឹកបានធ្លាក់ទៅក្នុងការទទួលខុសត្រូវរបស់លោកង៉ៅហ៊ូដែលនៅពេលជាមួយគ្នានោះក៏ជារដ្ឋមន្ត្រីទទួលបន្ទុកខាងសុខាភិបាលផងដែររីឯអ្នកអង្គម្ចាស់នរោត្តមម៉ុងតាណាដែលមានតួនាទីជារដ្ឋមន្ត្រីខាងសុខាភិបាលនិងសង្គមគិច្ចនិងអ្នកអង្គម្ចាស់ស៊ីសវ៉ាត់អេសសារ៉ូដែលនៅក្នុងរដ្ឋាភិបាលលោកប៉ែននុតនាថ្ងៃទី8ខែមេសាជារដ្ឋមន្ត្រីអប់រំនិងឃោសនាការក៏បានត្រូវដកចេញដែររីឯលោកសំសេរីក៏ពុំឃើញមានឈ្មោះនៅក្នុងរដ្ឋាភិបាលនាថ្ងៃទី1ខែសីហាឆ្នាំ1954នោះដែរអ្នកដែលដើរតួនាទីសំខាន់នៅក្នុងរដ្ឋាភិបាលនោះមានជាអាចលោកទេពផនដែលត្រូវទទួលបន្ទុកខាងមហាផ្ទៃផងខាងការបរទេសផងខាងសន្និសីទផងអ្នកអង្គម្ចាស់នរោត្តមវីរិយាទទួលនាទីជារដ្ឋលេខាធិការការពារជាតិនិងការពារប្រទេសដដែលលោកយ៉ែមសម្បូរទទួលបន្ទុកខាងថវិកាពាណិជ្ជកម្មលោកប៉ុកធួនយុត្តិធម៌លោកសឹមវ៉ាសាធារណការគមនាគមន៍និងកសិកម្មលោកផូព្រឿងអប់រំជាតិនិងវិចិត្រសិល្បៈលោកអូឈិនទទួលបន្ទុកខាងសេដ្ឋកិច្ចបន្តមកទៀតនៅក្នុងរដ្ឋាភិបាលនេះក្រៅពីអ្នកអង្គម្ចាស់នរោត្តមវិរិយាគេសង្កេតឃើញមានរដ្ឋលេខាធិការ5ទៀតគឺលោកប៉ាល់ជួនលោកអេងហ៊ុនលោកទេពយុទ្ធនិងលោកយូឈិននៅក្នុងរយៈពេល5ខែចុងឆ្នាំ1954នោះមានព្រឹត្តិការណ៍6ដែលគួរឲ្យកត់សម្គាល់នៅថ្ងៃទី12ខែសីហាគណៈកម្មាធិការចម្រុះត្រួតពិនិត្យព្រំប្រទល់បានមកតាំងទីនៅខេត្តស្វាយរៀង15ថ្ងៃក្រោយមកគឺនៅថ្ងៃទី27ខែសីហាទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនអ្នកជំនាញការខាងយោធាខាងហិរញ្ញវត្ថុសេដ្ឋកិច្ចនិងខាងវប្បធម៌ជាច្រើនរូបមកទីក្រុងភ្នំពេញដើម្បីមកជួយរៀបចំប្រទេសខ្មែរជំនួសបារាំងសហរដ្ឋអាមេរិកនៅពេលនោះមានការព្រួយបារម្ភយ៉ាងខ្លាំងខ្លាចក្រែងប្រទេសកម្ពុជាធ្លាក់ទៅក្នុងកណ្ដាប់ដៃប្លុកកុម្មុយនីស3ខែក្រោយការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបកប្រជាជនបដិវត្តន៍ខ្មែរដែលគេហៅថា PPRK គឺចលនាខ្មែរអ៊ីស្រាអែលដែលមួយផ្នែកបានទទួលការវឹកវើពីអង្គការវៀតមិញបានបែងចែកជា3ក្រុមក្រុមទី1ដែលមានលោកសឹងងុកមិញកៅមនីមីថូរតសាមឿននិងប៉ែនសុវណ្ណព្រមទាំងយុទ្ធជនចំនួន 2500 នាក់ផងដែរបានត្រូវបញ្ជូនទៅទីក្រុងហាណូយប្រទេសវៀតណាមក្រោមការត្រួតពិនិត្យរបស់គណៈកម្មាធិការត្រួតពិនិត្យអន្តរជាតិក្រុមទី2ដែលមានជាអាចទូសមុទ្រសៀវហេងនួនជាសៅភឹមនៃសារ៉ាន់ជាដើមបាននាំគ្នាកិច្ចខ្លួនទៅបង្កើតចលនាលួចលាក់មួយទៀតនៅលើទឹកដីកម្ពុជាគឺអ្នកទាំងនោះហើយដែលជាស្នូលមុនដំបូងបង្អស់នៃចលនាខ្មែរក្រហមក្រុមទី3ដែលមាននងសូនកៅមាសនិងប៉ែនយុទ្ធជាដើមបាននាំគ្នាបង្កើតគណៈបកនយោបាយត្រឹមត្រូវតាមច្បាប់មួយដែលមានឈ្មោះថាគណៈបកប្រជាជនហើយដែលត្រៀមលក្ខណៈចូលរួមក្នុងការបោះឆ្នោតសភានៅពេលខាងមុខគឺការបោះឆ្នោតសភាដែលបានកំណត់ដោយកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវហើយដែលទាល់តែមកដល់ខែកញ្ញាឆ្នាំ1955ទើបបានត្រូវរៀបចំសូមបញ្ជាក់ថានៅក្នុងពេលដដែលនោះចលនាលួចលាក់ដែលដឹកនាំដោយលោកទូសមុទ្រសៀវហេងនួនជាសៅភឹមនិងនៃសារ៉ាន់បានបង្កើតគណៈកម្មាធិការចំនួន18គឺ17នៅតាមខេត្តនានាហើយគណៈកម្មាធិការមជ្ឈិមបណ្ដោះអាសន្នមួយដឹកនាំដោយសៀវហេងគណៈកម្មាធិការទាំង17ដែលបង្កប់ខ្លួននៅតាមខេត្តតំបន់នានាហើយដែលគេហៅថាគណៈកម្មាធិការជនបទស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ទូសមុទ្រអ្នកដែលធ្វើប្រតិបត្តិការនយោបាយលួចលាក់ទាំងនោះដែលនៅរក្សាឈ្មោះបកប្រជាជនបដិវត្តន៍កម្ពុជាដដែលក៏មានទំនាក់ទំនងជិតស្និទ្ធនឹងគណៈបកប្រជាជនដែរនៅឆ្នាំ1954ដដែលនោះនៅថ្ងៃទី31ខែតុលាលោកនេហារូបរដ្ឋមន្ត្រីទី1ប្រទេសឥណ្ឌាបានអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជាដើម្បីលើកទឹកចិត្តឲ្យព្រះមហាក្សត្រខ្មែរជ្រើសរើសយកខ្សែបន្ទាត់អព្យាក្រឹត
ហើយមិនចូលបកសម្ព័ន្ធណាទាំងអស់គឺខ្សែបន្ទាត់នយោបាយដែលប្រចាំប្រទេសគ្មានជំនឿទាល់តែសោះថាអាចនឹងចំហរឹងពឹងទៅកើតនៅចំពោះមុខឥទ្ធិពលដ៏ខ្លាំងក្លារបស់ប្លុកកុម្មុយនីសនៅពេលនោះទោះជាយ៉ាងនេះក្តីក៏ប្រទេសកម្ពុជាគ្មានជំរឿសអ្វីក្រៅពីនយោបាយអព្យាក្រឹតនេះដែរប៉ុន្តែប្រការគួរឲ្យសោកស្ដាយគឺថានៅពេលនោះចលនាកុម្មុយនីសមានកម្លាំងឥទ្ធិពលដ៏ខ្លាំងនៅក្នុងតំបន់ជាហេតុធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ទៅក្នុងរណ្ដៅដ៏សែនជ្រៅនៃការទូតរបស់ប្រទេសកុម្មុយនីសទាំងស្រុងទោះបីប្រចាំប្រទេសខិតខំខ្នះខ្នែងជួយស្ដារយ៉ាងណាក្តីក៏ជាការឥតប្រយោជន៍ម្យ៉ាងទៀតនៅក្នុងសង្គ្រាមរវាងប្រទេសវៀតណាមកុម្មុយនីសនិងសហរដ្ឋអាមេរិកនៅឥណ្ឌូចិនសហរដ្ឋអាមេរិកក៏ត្រូវទទួលបរាជ័យជាបន្តបន្ទាប់ដែរនៅពេលក្រោយមកទៀត